Assalamualaikum warahmatullahi wabarakatuh បងប្អូនទាំងអស់គ្នាសំណួរសួរថាតើយើងអាចសូត្រគំនុតក្រៅពីសុបោះបានទេក្រៅពីវគ្គសុបោះបានទេដូច្នេះនៅក្នុងពេលនេះខ្ញុំចង់ចែករំលែកអំពីគំនុតតាមពិតមាន3ប្រភេទទី1គឺជាគំនុតសុបោះដែលយើងសូត្រវាជាប្រចាំនៅក្នុងវគ្គសុបោះហើយទី2នោះគឺជាគំនុតវិទៀតពាក់កណ្ដាលខែនៃខែរ៉ូម៉ាដនចាប់ពីពាក់កណ្ដាលខែទៅហើយទី3នេះគឺជាគំនុតណាស៊ីឡាគំនុតណាស៊ីឡានេះគឺយើងសូត្រគ្រប់វគ្គគ្រប់ពេលសាឡាតទាំង5វគ្គដូច្នេះវគ្គណាក៏យើងអាចសូត្របានដែរប្រសិនបើយើងមានបញ្ហាណាមួយតាក់ទងទៅនឹងអឺមានន័យថាបាឡាឬក៏អាសន្នកើតឡើងដូចជាប្រទេសមានវិបត្តិឬក៏មានសង្គ្រាមអីធំជាដើមយើងអាចសូត្រគំនុតណាស៊ីឡាដែលគេហៅណាស៊ីឡាហ្នឹងគឺយើងសូត្រនៅពេលដែលមានបញ្ហាចាំបាច់ឬក៏មានអាសន្នកើតឡើងដូចជាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសជាតិរបស់យើងមានសង្គ្រាមហើយយើងគួរតែសូត្រគំនុតណាស៊ីឡាគ្រប់ពេលគ្រប់វគ្គដូច្នេះបងប្អូនទាំងអស់គ្នាគ្រប់វគ្គមានន័យថាវគ្គសូហូរវគ្គអសារវគ្គមក្រិបវគ្គអ៊ីសាវគ្គសុបោះយើងអាចសូត្របានទាំងអស់ហើយការសូត្រគំនុតណាស៊ីឡានេះអត់មានលក្ខខណ្ឌឬក៏មិនចាំបាច់ថាត្រូវតែប្រាប់មុនថាសូត្រមានន័យថាឥឡូវនេះយើងសាឡាតយើងសូត្រគំនុតណាស៊ីឡាវាមិនមែនវាអត់មានលក្ខខណ្ឌចឹងទេអញ្ចឹងបើសិនជាយើងមកសំយ៉ាងយើងអត់ដឹងថាគេសូត្រគំនុតណាស៊ីឡាអញ្ចឹងយើងនៅពេលដែលគេសូត្រនៅពេលដែលគេងើបពីរុកៈរកាត់ចុងក្រោយមកវិញហ្នឹងឧទាហរណ៍ថាយើងសាឡាតជុំអាត់ស្រាប់តែអ៊ីម៉ាំហ្នឹងសូត្រគំនុតណាស៊ីឡាហើយនៅពេលដែលអ៊ីម៉ាំថាអល់ឡោះឧទាហរណ៍ថានៅពេលដែលឮអល់ឡោះភ្លាមហ្នឹងគឺយើងចុះទៅដល់ក្រោមបាត់ហើយឧទាហរណ៍ថាអ៊ីម៉ាំគាត់ថាអល់ឡោះម៉ាត់ហ្វាអនលបាឡាឬក៏អល់ឡោះម៉ាន់ស៊ុរអល់ឡោះម៉ាន់ស៊ុរអ៊ីខ្វាណាណាឬក៏អល់ឡោះម៉ាន់ស៊ុរណាអាឡាអាដាអ៊ីណាអញ្ចឹងទៅដូច្នេះនៅពេលដែលយើងសូត្រអញ្ចឹងស្រាប់តែម៉ាក់មុំមួយចំនួនក៏ចុះទៅដល់ក្រោមបាត់ហើយអញ្ចឹងពេលហ្នឹងយើងត្រូវធ្វើយ៉ាងដូចម្ដេចយើងត្រូវងើបមកវិញមកសូត្រជាមួយនឹងអ៊ីម៉ាំឬក៏មកមានន័យថាទូអាជាមួយនឹងអ៊ីម៉ាំទូអាយើងអាមីនទៅអញ្ចឹងនៅក្នុងចំណុចនេះយើងមិនបាច់បន្ទោសអ្នកណាទេថាអត់ប្រាប់មុនឬក៏ត្រូវតែប្រាប់មុនឬក៏មានលក្ខណៈបែបណាយើងមិនច្បាច់បន្ទោសទេប៉ុន្តែឥឡូវនេះអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវរៀនអំពីហុគមមានថាសាឡាតទាំងអស់យើងត្រូវរៀនអំពីហុគមទាំងម៉ាក់មុំទាំងអ៊ីម៉ាំហើយនឹងទាំងអ្នកទាំងអស់គ្នាដែលសាឡាតហ្នឹងគឺត្រូវរៀនអំពីហុគមឬក៏នៅពេលដែលមានបញ្ហាអីគឺយើងត្រូវសួរអ្នកចេះដឹងណាយើងត្រូវសួរអ្នកចេះដឹងយើងមិនត្រូវបញ្ចេញកាយវិការមិនទំនងមានន័យថាមិនត្រូវមូម៉ៅមិនត្រូវនិយាយអ្វីដែលប៉ះពាល់ទៅនឹងអ៊ីម៉ាំឬក៏អ្នកផ្សេងនោះទេអញ្ចឹងយើងត្រូវសួរសិនយើងត្រូវសួរអ៊ីម៉ាំឬក៏ត្រូវសួរទូនសិនថាតើអំបញ្ញមិញហ្នឹងឬក៏មានរឿងដែលកើតឡើងនៅសាឡាតហ្នឹងតើត្រូវនឹងហុគមដែរឬទេហើយនៅពេលក្រោយតើយើងមានដំណោះស្រាយយ៉ាងម៉េចអីចឹងទៅឬក៏យើងសួរមានន័យថាតើហុគមធ្វើបានដែរឬទេអញ្ចឹងនៅពេលដែលយើងសួរបែបនេះគឺយើងបន្ថែមអ៊ីលមូឬក៏ចំណេះដឹងបន្ថែមទៀតដែលយើងអត់បានដឹងអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងគំនុតណាស៊ីឡាអញ្ចឹងសរុបមកវិញគំនុតគឺមាន3ទី1គំនុតសុបោទី2គឺគំនុតវិទៀតពាក់កណ្ដាលខែរ៉ូម៉ាដនទៅទី3គឺគំនុតណាស៊ីឡាយើងសូត្រគ្រប់វគ្គនៅពេលដែលប្រទេសរបស់យើងមានការចាំបាច់ឬក៏មានអាសន្ននៃកើតឡើងហើយនៅពេលដែលមានបញ្ហាកើតឡើងគឺយើងត្រូវតែសួរទូនឬក៏អ្នកចេះដឹងដែលគាត់អាចផ្ដល់ចម្លើយបានមុននឹងយើងបញ្ចេញប្រតិកម្មអ្វីមួយទៅខាងក្រៅឬក៏ទៅកាន់នរណាម្នាក់ខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់និងយល់ទាំងអស់គ្នាសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់ពីដើមដល់ចប់វ៉ាស្សាឡាមុអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាទូ